ត្រីអ្នកមានម្នាក់ឡើងឡានត្រៀមចេញទៅបំពេញការងារនៅឆ្ងាយពេលដែលនាងនឹងអង្គរៈពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរួចគិតក៏ម្នាក់នៅមិនឆ្ងាយប៉ុន្មានក៏បានបាញ់មួយគ្រាប់សម្ដៅមកសំណាងល្អកំឡុះអង្គរៈមានសកម្មភាពរហ័សក៏ចាប់ស្ត្រីអ្នកមាននោះទាញឲ្យទម្លាក់ខ្លួនចុះកំឡុះនោះដឹងថាមានគិតក៏ចង់សម្លាប់ចៅហ្វាយស្រីរបស់ខ្លួនក៏បានប្រាប់នាងកុំឲ្យកម្រើកមិននឹកស្មានថាគិតក៏បានបាញ់មួយគ្រាប់ទៀតគេឃើញកំឡុះអង្គរៈបានដកកាក់មួយចេញហើយគប់ទៅកាន់គិតក៏ដែលអាចទប់គ្រាប់កាំភ្លើងបានប៉ុន្តែគិតក៏មិនទាន់បោះបង់គំនិតនោះទេថ្ងៃនេះគេបដិញ្ញាថានឹងយកជីវិតស្ត្រីអ្នកមាននោះឲ្យបានកំឡុះអង្គរៈដឹងថាបើបន្តបែបនេះមិនមែនជារឿងល្អទេភាពឆ្លាតវៃរបស់គេបាននឹកឃើញវិធីល្អមួយភ្លាមគេក៏ប្រញាប់រត់ទៅខាងក្រោយហើយប្រាប់ឲ្យស្ត្រីអ្នកមានដោះអាវក្រោយចេញដោយសារតែរឿងនេះពាក់ព័ន្ធនឹងជីវិតស្ត្រីអ្នកមានក៏មិនហ៊ានបង្អង់យូរប្រញាប់ធ្វើតាមអ្វីដែលកំឡុះនោះប្រាប់នៅពេលដែលគិតក៏បាញ់គ្រាប់ទី3កំឡុះអង្គរៈបានប្រើអាវរបស់ចៅហ្វាយស្រីធ្វើជាស្នាហើយបាញ់កាក់នោះចេញទៅទប់គ្រាប់កាំភ្លើងបានម្ដងទៀតទោះបីជាគិតក៏បាញ់អស់រាប់សិបគ្រាប់ក៏ត្រូវបានកាក់របស់កំឡុះនោះទប់បានយ៉ាងងាយគិតក៏ស្ទើរតែបាត់បង់ជីវិតខ្លួនឯងទៅហើយពេលដែលគិតក៏ក្រោកឈរឡើងកំឡុះអង្គរៈបានបើកឡានចេញទៅបាត់ហើយស្ត្រីអ្នកមាននោះគឺជាគោលដៅទី1ដែលរត់គេចពីកណ្ដាប់ដៃរបស់គេបានគិតក៏មិនបានបោះបង់ឡើយគេសម្រេចចិត្តទៅរកនាងម្ដងទៀតមិនយូរប៉ុន្មានកំឡុះអង្គរៈនិងចៅហ្វាយស្រីក៏បានត្រឡប់មកដល់ផ្ទះវិញដោយសារតែរងរបួសអំបញ្ញមិញស្ត្រីអ្នកមាននោះដើរមិនរួចកំឡុះអង្គរៈមិននិយាយច្រើនក៏លើកបីនាងភ្លាមស្ត្រីអ្នកមានអារម្មណ៍ខ្មាស់អៀនក៏ប្រាប់ឲ្យកុំលុះនោះដាក់នាងចុះវិញព្រោះខ្លាចអ្នកផ្សេងឃើញមិនល្អប៉ុន្តែក្នុងស្ថានភាពបែបនេះកំឡុះអង្គរៈគ្មានពេលខ្វល់ខ្វាយពីរឿងនោះទេជើងរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរពេលដែលកំឡុះនោះត្រៀមលាបថ្នាំឲ្យនាងស្រាប់តែប្អូនស្រីរបស់នាងបានដើរចុះពីលើផ្ទះមកបណ្ដាលឲ្យអ្នកទាំងពីរមានអារម្មណ៍ឆ្កាំឆ្គងជាខ្លាំងល្អណាស់បញ្ជូនខ្ញុំចេញទៅក្រៅហើយឥឡូវហ៊ានធ្វើអីចឹងនៅនឹងមុខខ្ញុំទៀតមែនទេកុំនិយាយផ្ដេសផ្ដាសបងគ្រិចជើងទេគេគ្រាន់តែជួយម៉ាស្សាឲ្យបងទេបងសារភាពមកនឹងត្រូវបានលើកលែងទោសគ្មានរឿងអីចឹងមែនតាអំបញ្ញមិញពួកយើងបានជួបខ្មាន់កាំភ្លើងលុបបាញ់នៅខាងក្រៅបងរងរបួសជើងគេគ្រាន់តែជួយស្អំឲ្យបងទេស្អីគេពេលបានឮថាចៅហ្វាយស្រីត្រូវបានគេប៉ុនប៉ងធ្វើឃាតប្អូនស្រីរបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសួរនាំទាំងបារម្ភថានាងមានរងរបួសឬអត់ដើម្បីថ្លែងអំណរគុណដល់កំឡុះអង្គរៈដែលបានជួយសង្គ្រោះជីវិតនាងស្ត្រីអ្នកមានបានសម្រេចចិត្តដំឡើងតំណែងឲ្យគេធ្វើជាប្រធានសន្តិសុខពេលបានក្លាយជាប្រធានសន្តិសុខកំឡុះនោះសប្បាយចិត្តជាខ្លាំងថ្ងៃដំបូងនៃការចូលកាន់តំណែងគេបានទៅកាន់ផ្នែកសន្តិសុខតែបែរជាឃើញក្រុមសន្តិសុខមួយក្រុមកំពុងអង្គុយលេងបៀទៅវិញរឿងនេះធ្វើឲ្យកំឡុះនោះខឹងយ៉ាងខ្លាំងគេក៏រើសសន្លឹកបៀមួយសន្លឹកគប់ទៅលើទូបៀរបស់ពួកគេហើយប្រាប់ឲ្យពួកគេធ្វើការងារឲ្យបានត្រឹមត្រូវប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់នឹងគេឡើយហើយបន្តលេងបៀរបស់ពួកគេដោយមិនខ្វល់កំឡុះនោះខឹងខ្លាំងពេកក៏ស្ទុះទៅទាត់មួយជើងហើយប្រកាសថាចាប់ពីថ្ងៃនេះទៅគេគឺជាមេនៅទីនេះបុរសម្នាក់មិនសុខចិត្តក៏ស្ទុះទៅវីគេតែម្ដងជាលទ្ធផលគេត្រូវបានកំឡុះនោះវីប្រដៅមួយចាស់ដៃលេងខ្ញុំនៅទីនេះខ្ញុំជាមេឥឡូវនេះវាលេងដូចមុនហើយខ្ញុំមិនខ្វល់ថាពីមុនពួកឯងធ្វើអីខ្លះទេតែចាប់ពីថ្ងៃនេះទៅផ្នែកសន្តិសុខគឺខ្ញុំជាអ្នកសម្រេចយល់នៅកម្រើកមិនរួចទេទៅឃើញថាប្រធានថ្មីមិនមែនធម្មតាក្រុមសន្តិសុខក៏ព្រមស្ដាប់បង្គាប់ដើម្បីយកចិត្តពួកគេប្រធានថ្មីបាននិយាយថានឹងប៉ាវពួកគេញ៉ាំអាហារពេលល្ងាចដ៏ធំមួយឲ្យពួកគេរើសកន្លែងតាមចិត្តរឿងនេះធ្វើឲ្យក្រុមសន្តិសុខសប្បាយចិត្តជាខ្លាំងបុរសដែលមិនសុខចិត្តមុនគេនោះក៏ប្រញាប់អូសប្រធានថ្មីទៅភោជនីយដ្ឋានភ្លាមបន្ទាប់មកប្រធានសន្តិសុខបាននាំសហការីរបស់គេមកដល់សន្តាគារមួយពេលឃើញបុរសពាក់វ៉ែនតាខ្មៅម្នាក់គេមានអារម្មណ៍ថាធ្លាប់ស្គាល់គេកាន់តែគិតកាន់តែមានអារម្មណ៍ថាមិនស្រួលពិតជាអីចឹងមែនបុរសនោះគឺជាឃាតករដែលបានប៉ុនប៉ងសម្លាប់ចៅវីស្រីរបស់គេហើយឃាតករនោះបានចាប់ចៅហ្វាយស្រីរបស់គេនៅក្នុងសន្តាគារនេះរួចទៅហើយចៅហ្វាយស៊ូបារំភើបដំឡឹងអញ្ចឹងរឿងសំខាន់ចាំនិយាយគ្នាបន្តិចទៀតខ្ញុំឆ្ងល់ថាក្លិនស្អុយអសោចនេះហេតុអ្វីបានជាខ្ញុំធ្លាប់ស្គាល់ម្លេះមើលទៅការបង្រៀនកាលពីម្សិលមិញដូចជាមិនទាន់គ្រប់គ្រាន់ទេគឺឯងគួរឲ្យចាប់អារម្មណ៍ដែរតើប៉ុន្តែស្រីម្នាក់នេះនៅទីបំផុតគឺត្រូវតែអ្នកណាហ៊ានប៉ះពាល់នាងកុំសង្ឃឹមថារស់អាយុមិនប៉ុន្មានទេតែសម្ដីធំមែនគ្រាន់តែជាអង្គរៈតូចតាចម្នាក់សោះសាកសមទេ